បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមានចម្រៀងចំបៃបាទហើយចង់ច្រៀងចែកជូនពុកម៉ែបងប្អូនសម្ដាប់ហើយបើខុសឆ្គងអីអធិស្ឋានផងព្រោះតែចំបៃតម្រៀនថ្មីហើយបើគ្រូលោកគ្រូអ្នកចេះបានឃើញហើយអធិស្ឋានទុកជាមុនបាទព្រោះខ្ញុំមិនជាអ្នកចំណាត់ចំនួនអីទេបាទអញ្ចឹងបើខុសត្រូវអីសូមជួយកែតម្រូវផងកុំជាប់រំលេចបាទวันนี้เจอเกดอกปรับทอปมาเยอะนี่มาស្ដីមេត្រីភាពមុននឹងជម្រាបខ្ញុំសូមគោរពមើលខ្ញុំបាទគោរពគុណព្រះពុទ្ធដែលជាម្លប់ព្រះសរព្រះធម៌បរិសុទ្ធប្រសើរថ្លៃថ្លាជាពិសេសគុណព្រះសង្ឃមេត្តាបិតាបុព្វការីជនខ្ញុំបាទក៏សូមគោរពទុស័កបរមីទិសទាំង8មានទាំងទេវតាហង្ហាព្រាយដើរលើដីផងដែរចប់បទអ្នកម៉ាំងសិកាដោយខ្លីសូមគោរពដល់បងប្រុសហើយនឹងបងស្រីចូលមកស្ដាប់ចបៃដូចតទៅអីលើនឹងវាចូលខែ3លហៀងចិត្តចូលឆ្នាំថ្មីហើយប៉ុន្តែឥឡូវសេដ្ឋកិច្ចវាក៏ខ្សត់ឥឡូវកំសត់ខ្លាំងណាស់អ្នកចបៃអត់បច្ច័យឡើយឯងចឹងបងប្អូនគ្រប់ទាំងឡាយសូមចូលរួមមកជួយអ្នកចបៃផងណាច្រៀងនេះនាមជាជនពិការសូមត្រឹមតែអត់សូមអីច្រើនសូមឲ្យពុកម៉ែបងប្អូនជួយមកម៉ាស្សាព្យាបាលសរសៃដើម្បីឲ្យអ្នកពិការមានកម្រៃគ្រាន់ចិញ្ចឹមជីវិតប្រចាំថ្ងៃខ្ញុំច្រៀងប៉ុណ្ណឹងសូមពុកម៉ែបងប្អូនជួយថ្លែងថ្លឹងគិតឲ្យច្បាស់ជាពិសេសអ៊ំពូចាំងដែលមានអាការៈឈឺសន្លាក់ដៃសន្លាក់ជើងអាចមកសម្រួលបានសេវាកម្ម$6ទេក្នុង1ម៉ោងខ្ញុំនេះច្រៀងមិនមែនឡង
ច្រៀងឲ្យពុកម៉ែបងប្អូនបានស្រួលខ្លួនស្ដាប់ចបៃហើយកាលណាសូមយាងត្រៀតត្រាមកចូលខ្លួនសម្រួលសរសៃអញ្ចឹងចបៃមានតែប៉ុណ្ណឹងពេលព្រឹកប្រលឹមស្វាងចាស់ងេជាកិច្ចចុងក្រោយក៏សូមជូនពរទ្រង់ឯអាដាមលោកជំទាវអស់លោកស្រីភ្ញៀវកេតតែយោះលោកពុកអ្នកម៉ែដែលជាកូនខ្មែរនៅក្នុងឬក្រៅប្រទេសសូមជូនពរឲ្យជួបតែសេចក្តីសុខសូមឲ្យសេដ្ឋកិច្ចឡើងគ្រប់គ្នាតបមកនាងចបៃក៏សូមលោកលីជំរាបលាបាទសូមអរគុណបាទពុកម៉ែបងប្អូនបាទបើស្ដាប់ទៅមានការលឺលួសខ្វះខាតត្រង់ណាសូមបាទលោកគ្រូអ្នកគ្រូខាងផ្នែកចបៃបានឃើញនេះសូមអធិស្ឋានបាទទុកជាមុនពួកចបៃថ្មងថ្មីមិនបរុះដូចបាទលោកគ្រូជើងចាស់ទេបាទបើខុសឆ្គងសូមជួយកែតម្រូវតាមការគួរបាទសូមជម្រាបលាបាទ